នៅសម័យអង្គរខ្មែរចម្រុងចម្រើនទឹកដីបវរប្រជាជនគ្រប់គ្នាអបអរសាទរកូនចៅជំនាន់ក្រោយរស់រៀនបន្តប្រពៃណីខ្មែរយើងត្រូវលើកដំកើងកងទ័ពខ្លាំងអង្គអាជាតិសង្ឃធំថ្កើងសម្បត្តិបេតិកភណ្ឌខ្មែរយើងអស្ចារ្យគោរពសាសនាមើលថែរក្សាទីក្រុងបវរតែឥឡូវជួបភូមិវិនាសមេឃងឹតមិនទាន់ភ្លឺទេជំងឺមហន្តរាយរាតត្បាតពិភពលោកទាំងមូលត្រូវជួបនឹងទុក្ខសោកបាត់បង់មនុស្សល្អជាច្រើននៅក្នុងពិភពលោកមកក្មេងចាស់ធំតូចក៏ត្រូវជួបនឹងបញ្ហាវេស្រវាលលំបាកគ្រប់យ៉ាងដើម្បីគ្រួសារជំងឺចូលមករុំរិតបំផ្លាញជីវិតគួរធ្វើយ៉ាងណាមានតែខំស៊ូមួយគ្រាទ្រាំលំបាកបន្តិចជំងឺរោគសត្វយើងអាចជុំគ្នាត្រូវចូលរួមការពារគំនិតឆ្ងាយពីគ្នាត្រូវធ្វើតាមការហាមបំរាមមិនត្រូវជួបជុំសប្បាយពិបាកហត់កាយត្រូវតែតាំងចិត្តឲ្យមួយបនស្រន់ទៅទេវតាបំភ្លឺលោកកាវីកាណាំចំកាណាំមកក្រុមអ្នកអស់រលាយរោគសត្វបាត់អស់ទៅមានភោគមានផលមានផ្លែមានផ្កាសប្បុសប្បាយជារៀងរត់ទៅចូលរួមរំលែកទុកដល់អ្នកដែលបានចែកឋានទៅអ្នកខ្លះបាត់បង់ជីវិតទាំងខ្លួនមិនទាន់ចាស់សក់ស្កើកុំបំផ្លាញខ្លួនឯងទាន់ពេលនេះយើងនៅមានផ្លូវការពារខ្លួនឲ្យល្អរក្សាជំហរនេះជាតម្រូវបើមិនអាណិតខ្លួនឯងត្រូវអាណិតអ្នកនៅជុំវិញខ្លួនមិនត្រូវដើរចេញទៅណាសុខចិត្តដេកផ្ទះនៅសំងំពួនបើសិនជាមិនបានជួយសុំគុំជាយាមបង្កើតបញ្ហាអាណិតអ្នកម្ដាយនៅផ្ទះគឺដុំនឹងកូនស្រស់ទឹកនេត្រាត្រូវជាវៀងឲ្យផុតមានភាពអំណត់កុំចេញទៅណាសបាយហឺហាពេលណាក៏បានតែពេលនេះត្រូវធ្វើតាមក្រសួងសុខាភិបាលកុំស្ទាក់កុំស្ទើរកុំរុញកុំរាវិធានការបីត្រូវការពារជួបអ្នកណាក៏ត្រូវដល់ឃ្លៀត្រូវតែចូលរួមសម្រាប់ជំងឺនេះទាំងអស់គ្នាទប់ស្កាត់ស្ងប់ស្ងាត់ការពារឲ្យបានគំរឹងគំរូត្រូវតែក្លាហានជំងឺវាយលុកពេលដែលរាងកាយទន់ខ្សោយដូច្នេះត្រូវតែការពារខ្លួនឯងមិនថាយប់ថ្ងៃមានតែខំស៊ូមួយគ្រាទ្រាំលំបាកបន្តិចជំងឺរោគសត្វយើងអាចជុំគ្នាត្រូវចូលរួមការពារគំនិតឆ្ងាយពីគ្នាត្រូវធ្វើតាមការហាមបំរាមមិនត្រូវជួបជុំ